អក្សរខ្មែរដាក់ជើងអត់កាត់អញ្ចឹងយើងត្រូវធ្វើមកយើងសម្រាប់អ្នកអត់ទាន់ចេះអាចធ្វើតាមវីដេអូនេះបានចេះយកឃើញស្រាប់មកយើងពេលដែលសរសេរអក្សរខ្មែរគឺយើងអត់អាចដាក់ជើងបានទេចឹងបញ្ហាហ្នឹងដោយសារយើងអត់បាន add keyboard បន្ថែមមួយទៀតជាទូទៅយើងត្រូវ add keyboard ខ្មែរនេះណាមួយទៀតចឹងដើម្បី add keyboard មួយទៀតបានយើងត្រូវចូល select line វិញនេះមកចាំបើសិនយើងឃើញវាលោតអង់គ្លេសយើងចុចឡើងហ្នឹង select វាមកបន្ទាប់មកយើងចុចលើ more keyboard setting ចឹង language របស់យើងគឺមានពីរមានអង់គ្លេសហើយនិងខ្មែរចឹងអ្វីដែលយើងខ្វះគឺខ្មែរយើងចុចលើ tray 3នេះមកបន្ទាប់មកចុច language option បន្ទាប់មកយើងទៅ add keyboard ចឹងយើងចុច add keyboard នេះមកចឹងយើងឃើញស្រាប់ហើយ keyboard ខ្មែរនេះដែរអត់ទាន់បាន add ទេចឹងយើងចុច select លើនឹងមកចឹង keyboard យើងបាន add រួចហើយចឹងយើងអាចលុបមួយចេញលុបខាងលើនេះមក keyboard ខ្មែរនេះមកយើងទុកតែខ្មែរនេះដែរមួយបាននេះចឹងការ add keyboard គឺហើយចឹងយើងអាចទៅតេស្តមើលបងប្អូនចឹងឥឡូវយើងអាចដាក់ជើងបានហើយអូខេវីដេអូហ្នឹងមានប៉ុណ្ណឹងខ្លីៗអរគុណ